ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទធម្មជាតិបៃតងសូមបង្ហាញអំពីចំណុចមួយចំនួនដែលពាក់ព័ន្ធទៅនឹងចន្ទទីកាំងក្តឹបកន្លងមកគឺខ្ញុំតែងតែឃើញថាបងប្អូនទាំងអស់គ្នាមកដល់រដូវកាលនេះតែងតែជួបបញ្ហាចន្ទទីកាំងក្តឹបហើយគ្មានដំណោះស្រាយដូច្នេះខ្ញុំសូមបង្ហាញអំពីដំណោះស្រាយមួយចំនួនដែលពាក់ព័ន្ធទៅនឹងការដោះស្រាយនៅបញ្ហាកាំងក្តឹបមួយនេះទី1ដំណោះស្រាយគឺខ្ញុំសូមបង្ហាញនៅចំណុចដែលសំខាន់សូមបងប្អូនសង្កេតទៅមើលទៅនឹងកត្តាអាកាសធាតុជាចម្បងតើអាកាសធាតុកន្លងមកវាមានការប្រែប្រួលខ្លាំងអត់ដូចជាត្រជាក់ខ្លាំងក្តៅខ្លាំងនៅពេលយប់មានធ្លាក់សន្សើមច្រើននិងចុះត្រជាក់ខ្លាំងហើយនឹងពេលថ្ងៃចាប់ពីម៉ោង9ម៉ោង10ឡើងទៅគឺនឹងបើកថ្ងៃមានកម្ដៅក្តៅខ្លាំងមែនតើហើយនឹងពេលព្រឹកគឺមេឃខ្វះពន្លឺមិនគ្រប់គ្រាន់ហើយចំណុចបន្ទាប់ទៀតគឺសូមឲ្យបងប្អូនតាមដានមើលអត្តចរិតលក្ខណៈរបស់ដំណាំចន្ទទីរបស់បងប្អូនក្នុងចម្ការតើវាវិវត្តដល់ចំណុចណាហើយចូលបងប្អូនសង្កេតមើលនៅចំណុចមួយចំនួនពាក់ព័ន្ធទៅនឹងអត្តចរិតលក្ខណៈរបស់ចន្ទទីពូជ M23 នេះទី1បងប្អូនសង្កេតទៅមើលសំណើមដីដែលនៅក្នុងចម្ការបងប្អូនតើសំណើមដីវាស្ថិតនៅក្នុងប្រមាណភាគរយបន្ទាប់មកបងប្អូនពិនិត្យមើលលើគល់ដំណាំចន្ទទីតើវាមានលក្ខណៈសព័ទ្ធជំវិញរបៀបដូចបុកនៃត្រចៀកកម្មបន្ទាប់មកទៀតបងប្អូនមើលអំពីសម្បកដើមគេហៅថាស្បែកដើមចន្ទទីហ្នឹងវាមានលក្ខណៈពណ៌អ្វីពណ៌សស្លេកស្លាំងឬមួយពណ៌ប្រផេះស្រាលឬប្រផេះក្រាស់ឬមួយមានពណ៌លឿងឬមួយពណ៌បៃតងឬមួយពណ៌ខ្មៅមួយចំនួនអញ្ចឹងទៅអញ្ចឹងសូមបងប្អូនសង្កេតមើលចំណុចអស់ហ្នឹងបន្ទាប់មកទៀតបងប្អូនមើលអំពីស្លឹកតើស្លឹករបស់ចន្ទទីបងប្អូននៅក្នុងកំឡុងពេលនេះវាមានលក្ខណៈពណ៌បៃតងស្រាលឬបៃតងចាស់ក្រមៅឬមួយមានពណ៌សស្លេករាងមានលក្ខណៈដូចជាម្សៅឬស្រួយច្បាច់ទៅមានលក្ខណៈស្រួយខ្ញោកខ្សោះជាតិទឹកអញ្ចឹងហើយមានពណ៌ភ្លឺរលើបរលោងដែរឬទេអញ្ចឹងសូមបងប្អូនសង្កេតអាហ្នឹងទៀតហើយបន្ទាប់មកសូមបងប្អូនពិនិត្យមើលលើកញ្ចុំផ្កាតើកញ្ចុំផ្ការបស់បងប្អូនហ្នឹងមកដល់ថ្ងៃហ្នឹងវាបានអាយុប្រហែលថ្ងៃហើយបន្ទាប់ពីការវិវត្តចេញជាកញ្ចុំផ្កាតូចនៅលើតងត្រួយដំបូងហ្នឹងហើយផ្កាបងប្អូនវាមានលក្ខណៈស្រស់ឬក្រៀមដែរឬទេស្រស់នោះគឺបញ្ជាក់ថាផ្កាមានសុខភាពល្អវាមានពណ៌ផ្កាឈូកព្រឿងហើយបើក្រៀមគេមានពណ៌ដូចជាពណ៌ត្នោតចាស់អញ្ចឹងទៅឬមួយសស្លាំងអញ្ចឹងទៅហើយបងប្អូនសង្កេតមើលនៅចំណុចទាំងស្លឹកទាំងតងស្លឹកទាំងតងផ្កាហើយនៅកញ្ចុំផ្កាតើវាមានពពួកសត្វល្អិតដូចជាដង្កូវដូចជាសមើចៃទ្រីបឬមួយពពួកសត្វស្លាបសត្វល្អិតផ្សេងឬមមាញថ្នោតអីហ្នឹងមកបំផ្លាញអត់ហើយនៅលើតងកំពង់ផ្កាកញ្ចុំផ្កាហ្នឹងបងប្អូនពិនិត្យមើលនៅអាសាច់បំពង់ផ្កាហ្នឹងតើវាមានស្នាមអុចទូចពណ៌ត្នោតឬពណ៌ក្រមៅក្រហមអីដែរអត់នៅតាមអាសន្លឹកស្រទាប់ផ្កានីមួយហ្នឹងបន្ទាប់មកបងប្អូនពិនិត្យមើលលើ pH ដីហើយនិង pH នៅក្នុងទឹកដែលបងប្អូនចំណាំតែយកទឹកហ្នឹងមកលាយในការបាញ់ថ្នាំអញ្ចឹងបងប្អូនពិនិត្យនៅលើប្រវត្តិនៃការបាញ់ថ្នាំកន្លងមកតើបងប្អូនបានបាញ់ថ្នាំអ្វីខ្លះដែរនៅក្នុងកំឡុងពីដើមមកដល់ពេលនេះជាចំណុចមួយគេហៅថាជាចំណុចសំខាន់បំផុតអញ្ចឹងយើងសរុបឲ្យខ្លីមកវិញគឺបញ្ហាកាំងក្តឹបហ្នឹងគឺវាមានកត្តា4ដែលសំខាន់ទី1គឺកត្តាអាកាសធាតុទី2គឺកត្តាជំងឺហើយនៅសត្វល្អិតយាយីបំផ្លាញវាទី3គឺកត្តាខ្វះសារធាតុចិញ្ចឹមទី4គឺកត្តាខ្វះទឹកកន្លងមកគឺខ្ញុំតែងតែសង្កេតឃើញបងប្អូនថាឲ្យតែចន្ទទីកាំងក្តឹបគឺបងប្អូននាំគ្នាសម្រុកបាញ់កាល់ស្យូមបូរ៉ុនតែបងប្អូនមិនទាន់យល់ច្បាស់អំពីបូរ៉ុនទេបូរ៉ុនដែលយើងប្រើរាល់ថ្ងៃនេះមិនមែនជាសារធាតុបូរ៉ុនទេព្រោះបូរ៉ុនវាមិនអាចរលាយនៅក្នុងទឹកនៅសីតុណ្ហភាពធម្មតាបានទេលើកលែងតែយើងយកវាទៅរំលាយនៅក្នុងទឹកដែលមានសីតុណ្ហភាពចាប់ពី180អង្សាឡើងទៅដល់700 800អង្សាទើបបូរ៉ុននោះវារលាយបានល្អទាំងអស់ប៉ុន្តែអ្វីដែលយើងប្រើរាល់ថ្ងៃនេះវាជាសារធាតុមួយដែលស្ថិតនៅក្នុងទម្រង់បូរ៉ាក់អញ្ចឹងបូរ៉ាក់យកមករលាយក្នុងទឹកសីតុណ្ហភាពធម្មតាគឺវាអាចរលាយបាននៅក្នុងបរិមាណមួយដែលមិនទាន់បានគ្រប់ជ្រុងជ្រោយទេហើយបើឲ្យចង់គ្រប់ជ្រុងជ្រោយនោះគឺដែលបងប្អូនកសិករយើងនៅក្នុងវិស័យកសិកម្មដែលគេនិយមប្រើនោះគឺជាសារធាតុស៊ុយលុយបអញ្ចឹងសូមបងប្អូនឈប់យល់ច្រឡំទៅមិនមែនជាបូរ៉ុនទេវាជាសារធាតុស៊ុយលុយបទេដោយសារសារធាតុស៊ុយលុយបនេះវារលាយ
ក្នុងទឹកបានល្អនៅក្នុងសីតុណ្ហភាពធម្មតាអញ្ចឹងខ្ញុំសូមឈប់និយាយពាក្យស៊ុយលុយបពីព្រោះនិយាយទៅបងប្អូនអត់យល់អញ្ចឹងខ្ញុំសូមនិយាយមកជាពាក្យបុរាណដើម្បីឲ្យបងប្អូនឆាប់យល់ហើយខ្ញុំបញ្យល់អំពីបុរាណបន្ថែមបុរាណមិនមែនជាភ្នាក់ងារនៃការបង្កាត់លំអងចន្ទីឲ្យលោតចេញជាក្តឹបទេសូមបងប្អូនកុំយល់ច្រឡំបុរាណវាមានតួនាទីជាជញ្ជាំងបង្កើតកោសិកាថ្មីនិងជួយឲ្យរុក្ខជាតិមានភាពរឹងមាំហើយនឹងជាអ្នកបង្កើតនៅបំពង់លំអងកេសរឲ្យវាមានកម្លាំងក្នុងការបង្កាត់លំអងបានជោគជ័យអញ្ចឹងចំណុចនេះមិនមែនជាអ្នកបង្កាត់លំអងទេវាមានកម្លាំងក្នុងការជួយសម្រួលក្នុងការបង្កាត់លំអងឲ្យបានជោគជ័យរបៀបដូចជាថ្នាំកម្លាំងអញ្ចឹងដែរហើយវាជាអ្នកដឹកនាំស្ករហើយនឹងជាអ្នកសម្របសម្រួលឲ្យកាល់ស្យូមដំណើរការបានល្អនៅក្នុងដំណើរការវិវត្តរបស់សារធាតុមួយនេះហើយវាជួយបង្កើននៅកម្រាស់កោសិកាផ្កាជួយបង្កើននៅកម្រាស់គ្រាប់ស្វ័យចន្ទីដើម្បីឲ្យគ្រាប់វានឹងមានលក្ខណៈធំប៉ោងលឿនថ្លោះល្អរលោងឆាប់រីកមាឌធំធាត់ល្អអញ្ចឹងសូមបងប្អូនកុំយល់ច្រឡំពេលដែលបងប្អូនយល់ច្រឡំបងប្អូនឃើញចន្ទីកាំងក្តឹបបងប្អូនគិតតែពីសម្រុកបាញ់កាល់ស្យូមបូរុនពេលណាបងប្អូនបាញ់កាល់ស្យូមបូរុនច្រើនពេកវានឹងបណ្ដាលឲ្យផ្កានោះក្រៀមជ្រុះលឿនបំផុតហើយក្តឹបដែលនៅសេសសល់វានឹងអាចជ្រុះទៅវិញទៀតដោយសារអីបងប្អូនដឹងហើយកាលណាយើងប្រើច្រើនវាទៅជាពុលហើយវានឹងក្លាយទៅជាថ្នាំពុលសម្រាប់សត្វល្អិតវាមិនមែនជាសារធាតុបូរុននោះទេពីព្រោះបូរុនវាជាសារធាតុមួយកាលណាបងប្អូនយកទៅលាយក្នុងទឹកកម្រិត pH ទឹកក្រោម7វានឹងបំលែងទៅជាអាស៊ីតបូរិកអញ្ចឹងអាស៊ីតបូរិកវាស្មើនឹងបងប្អូនយកទឹកអាស៊ីតស្រាលយកមកចាក់លើផ្កាឬមួយវាស្មើនឹងសន្សើមអាស៊ីតឬភ្លៀងអាស៊ីតដែលកន្លងមកវាធ្វើឲ្យបងប្អូនក្រៀមផ្កាជ្រុះក្តឹបនេះឯងតែបើសិនជាបងប្អូនយកបូរុនទៅលាយនៅក្នុងទឹកដែលមានកម្រិត pH លើសពី7ទៅ8វានឹងក្លាយទៅជាសារធាតុថ្នាំពុលហើយបាញ់នៅលើស្លឹកมันអាចឲ្យរុក្ខជាតិស្រូបយកសារធាតុមួយនេះយកទៅប្រើប្រាស់ដើម្បីទ្រទ្រង់នៃកោសិកាផ្កាឲ្យមានកម្លាំងលោតចេញជាក្តឹបបានទេព្រោះនៅក្នុងទឹកដែលមាន pH ខ្ពស់ភាគច្រើនគឺតែតែមានសារធាតុកំបោរលាយឡំជាមួយអញ្ចឹងអាចធ្វើជាកកខ្លាំងធ្វើឲ្យស្ទះនៃការបាញ់ទៀតបើសិនជាបងប្អូនយកទៅលាយក្នុងទឹកវាបដូរពណ៌ទៅជាពណ៌ក្រហមនោះបញ្ជាក់ថាវាคล้ายទៅជាអាស៊ីតខ្លាំងហើយតែបើសិនជាវាបដូរទៅពណ៌បៃតងចាស់នោះវានឹងคล้ายទៅជាបាសខ្លាំងហើយអញ្ចឹងចំណុចទាំងពីរនេះគឺបងប្អូនប្រើសូមមានការប្រុងប្រយ័ត្នបើសិនជាដីបងប្អូនស្ថិតនៅក្នុងកំឡុង pH ខ្ពស់6កន្លះទៅ7បងប្អូនលាយទៅប្រែពណ៌ទឹកក្រហមនោះបងប្អូនអាចប្រើបានតែនៅក្នុងកម្រិតស្រាលថ្នមហើយបាញ់តែបាននៅក្នុងកំឡុងពេលម៉ោង8ចុះក្រោមតែប៉ុណ្ណោះឬមួយពេលល្ងាចដល់ប្រលប់យប់ម៉ោង7ម៉ោង8យប់បើសិនជាបងប្អូនបាញ់នៅចន្លោះអាកាសធាតុមេឃក្តៅគឺវានឹងរលាកផ្កាលឿនបំផុតជាងដែលបងប្អូនទុកចោលទៅទៀតបើយើងប្រៀបធៀបឲ្យឆាប់យល់នៃដំណាំស្វាយចន្ទីនៅពេលដែលវាលោតក្តឹបមកនេះកំពុងតែប្រៀបដូចជាមនុស្សស្រីម្នាក់ដែលកំពុងតែឆ្លងទន្លេដូច្នេះវាត្រូវការកាល់ស្យូមត្រូវការថ្នាំផ្សះមួយចំនួនដើម្បីព្យាបាលនឹងភាពរលាកកាលណាដែលវាបង្កាត់កំអងចេញជាក្តឹបនោះវាតែងតែមានការកកិតនិងរលាកអញ្ចឹងបើសិនយើងមិនប្រើថ្នាំណាដែលជួយប្រឆាំងនឹងភាពរលាកដូចជាថ្នាំដែលមានសារធាតុតានីននោះទេអញ្ចឹងរុក្ខជាតិវាមិនអាចឲ្យផ្កានឹងមានសុខភាពល្អដើម្បីលោតចេញជាក្តឹបបានទេហើយម្យ៉ាងទៀតនៅក្នុងអាកាសធាតុពេលនេះគឺមានភាពតក់ស្លុតមែនតែនរបៀបដូចជាស្ត្រីយើងឆ្លងទន្លេមានការផិតភ័យញ័រអញ្ចឹងដែរអញ្ចឹងការបង្កើតកូនគឺมันមានលក្ខណៈប្រសើរទេអញ្ចឹងគឺយើងត្រូវតែបន្ថែមនូវសារធាតុមួយទៀតគេហៅថាវីតាមីន B1 ព្រោះវីតាមីន B1 វីតាមីន B6 B9 និង B12 វាជួយសម្រួលនៅភាពតក់ស្លុតនៅក្នុងដំណាក់កាលនេះទោះជាអាកាសធាតុប្រែប្រួលយ៉ាងណាក៏ដោយវាមិនមានភាពតក់ស្លុតអញ្ចឹងវីតាមីន B1 B6 B9 B12 នេះហើយវាជាមានតួនាទីជាអ្នកបង្កាត់លំអងផ្កាឲ្យទៅជាក្តឹបបានដោយវាមិនមានភាពតក់ស្លុតវាធ្វើឲ្យដំណើរការវាវិវត្តទៅល្អជាមួយនឹងកាល់ស្យូមបូរុននេះឯងហើយការដែលយើងប្រើសារធាតុកាល់ស្យូមបូរុនឲ្យវាបានជោគជ័យកុំឲ្យវាកាំងក្តឹបនោះលុះត្រាតែយើងប្រើបូកជាមួយនឹងសារធាតុវីតាមីនB1 B6 B9 B12 នេះអមទៅជាមួយហើយ
មានថែមជាមួយនឹងស័ង្កសីនិងសារធាតុផ្សេងៗទៀតបន្ទាប់ពីយើងវាស់កម្រិត pH ឲ្យត្រូវហើយបានយើងដឹងថាវាត្រូវខ្វះសារធាតុអ្វីបន្ថែមទៀតហើយសារធាតុទាំងអស់នោះបើយើងយកទៅបាញ់ឲ្យវាមានប្រសិទ្ធភាពខ្ពស់នៅក្នុងកំឡុងពេលនេះឲ្យឆាប់រហ័សត្រឹមតែរយៈពេល2ឬ3ម៉ោងដើម្បីឲ្យវាធ្វើការលោតជ្រាបចូលទៅក្នុងកោសិកាដើម្បីធ្វើការលោតចេញជាក្តឹបក្នុងរយៈពេលដ៏ឆាប់បំផុតនោះគឺយើងត្រូវតែប្រើសារធាតុថ្នាំនោះជាទម្រង់ណាណូហើយយើងត្រូវតែយកថ្នាំនោះបំលែងវាឲ្យទៅតាមបច្ចេកវិទ្យា Gillette អញ្ចឹងបើយើងមិនអាចបង្កើតវាទៅតាមបច្ចេកវិទ្យា Gillette បង្កើតចេញជាទម្រង់ណាណូទេនោះស្មើនឹងយើងយកថ្នាំនឹងទៅបាញ់ចោលឥតប្រយោជន៍ហើយរុក្ខជាតិមិនអាចទទួលយកបានឡើយនៅក្នុងកំឡុងពេលនេះការសង្គ្រោះផ្កាឲ្យវាលោតចេញជាក្តឹបនេះយើងមិនអាចបណ្តែតបណ្តោយវារងចាំរយៈពេល5ថ្ងៃទៅ7ថ្ងៃលើសពីនេះទៀតបានឡើយពីព្រោះអីរយៈពេលនេះផ្កាវានឹងផុតកំណត់នៃការបង្កាត់លំអងឲ្យចេញជាក្តឹបហើយវានឹងក្រៀមខូចបើមិនចឹងទេវានឹងត្រូវជាមួយនឹងអាកាសធាតុក្តៅហួតត្រជាក់ខ្លាំងគឺវានឹងអាចធ្វើឲ្យផ្កានោះខូចទាំងស្រុងនិងក្រៀមលឿនជាទីបំផុតដូច្នេះយើងត្រូវតែប្រើថ្នាំជាទម្រង់ណាណូដែលតាមបច្ចេកវិទ្យាផលិត Gillette នេះទើបវាសំខាន់អាចសង្គ្រោះផ្កាបានលឿនបំផុតនៅក្នុងរយៈពេលដ៏ខ្លីនេះបានបាទនេះគ្រាន់តែជាចំណុចត្រួសត្រាសដែលខ្ញុំបកស្រាយបំភ្លឺហើយចំណុចដែលលម្អិតគឺនៅមានចំណុចជាច្រើនជាងនេះទៅទៀតបើសិនជាបងប្អូនចង់បានវីដេអូបន្តសូមបងប្អូនជួយ share ជួយ like និងជួយឲ្យបេះដូងឲ្យច្រើនដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនឹងធ្វើវីដេអូបន្តដើម្បីជាប្រយោជន៍ដល់បងប្អូននៅថ្ងៃខាងមុខដើម្បីឲ្យប្រើប្រាស់នៅសារធាតុមួយនេះឲ្យបានទិន្នផលច្រើនសូមអរគុណ